Ok, hello សួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូរបស់ខ្ញុំបាទយ៉ាសូគីឬក៏យ៉ា gamer ហ្នឹងហើយគឺយើងចាប់ផ្ដើមមកលេងហ្គេមរត់ប្លុកទាំងអស់គ្នាគឺជាហ្គេមរត់ភ្លើងបាញ់ស៊ុំប៊ីអញ្ចឹងណាលេងជាមួយនឹងRIP Nami ហ្នឹងហើយឥឡូវយើងចាប់ផ្ដើមចូលលេងទាំងអស់គ្នាមកយើងចូលមកលេងតែម្ដងទៅមកថងចាំយូរពេកកុំឲ្យសាំទៅប៉ែសាំញ៉ាំច្រើនពេកតឥឡូវយើងចូលទៅដល់ហ្គេមទាំងអស់គ្នាអូខេឥឡូវនេះយើងចូលមកដល់កន្លែង spawn ហើយឥឡូវគេឲ្យយើងទៅយកដុំមាសយកទៅលក់យកលុយបន្ទាប់មកយើងចាប់ច្រកចូលបាវតែម្ដងទៅហើយយើងបោះទៅលើតុហ្នឹងទៅដើម្បីចេញលុយអូខេឥឡូវយើងយកលុយអេឲ្យលុយមកវិញអញអេលុយអើយជឿហ្មងឲ្យលុយមកវិញមកអូខេឲ្យលុយមកវិញចំមិន$50មិនបានតែ$10អញ្ចឹងព្រះ what the fuck ឥឡូវអត់សំខាន់ទេសំខាន់យើងទៅលេងតទៀតយើងទៅមើលគេមានលក់អីខ្លះចឹងទៅយើងគួរតែទិញរបស់ណាដែលថោកចឹងណាអូខេយើងនឹងគួរទិញអីនេះអូខេមើលទៅសិតតែរបស់ថ្លៃយើងបកក្រោយវិញទៅយើងទៅរកមើលទិញឈាមទិញអីយកមកទុកប្រើអញ្ចឹងណាអូខេឥឡូវយើងកំពុងតែឈាមទិញឈាមអូយពិបាកចុចមែនតើបាក់ចុចយកឥឡូវយើងយកបានហើយយើងចុចយកលើតែម្ដងទៅបាច់ខ្វល់ច្រើននេះទុកចូលឈាមឬក៏ទុកជួយគ្នាអញ្ចឹងណាហើយយើងអត់ភ្លេចនោះទេគឺกระดาษកាត់អាចគឺជាกระดาษកសែតរបស់យើងហ្នឹងហើយយើងយកទៅបាំងនៅទីកន្លែងនៃយើងនៅលើរថភ្លើងអញ្ចឹងណាអញ្ចឹងយើងយកទៅបាំងទាំងអស់គ្នាតែម្ដងទៅការពារអំពីស៊ុំពីផ្សេងអើយផ្លូវមានឡើងមិនឡើងតាមក្បាលជឿហ្មងនេះលេងលើកទី2នេះនៅតែអត់ទាន់ចេះលេងស្រួលបួលហ្នឹងអូខេឥឡូវឲ្យគាត់ទៅរៀបទៅខ្ញុំអត់ចេះទៅរៀបទេមិនដឹងគេទៅរៀបមិនទេអូខេបន្ទាប់មករថភ្លើងក៏បានចេញដំណើរទៅតែម្ដងទៅចាប់ផ្ដើមចេញដំណើរអូដាក់ខ្ញុំក៏ដាក់ខ្ញុំចូលសិនហើយក៏ចាប់ផ្ដើមចេញដំណើរបន្ទាប់អំពីចេញដំណើរអស់80លានម៉ោងមកយើងក៏បានឃើញថាយើងបានលោតចេញអំពីទីកន្លែងមួយនោះហើយឃើញដែកតែអត់មានអីជីកចឹងខ្ជិលចុះជីកអាតែភ្លើងកំពុងតែបើកចឹងផងព្រោះว่าគាត់អត់រត់ចោលលុយកាលពីវគ្គមុនអូខេឥឡូវគាត់ឃើញផ្ទះមួយឥឡូវយើងចាំការយើងចូលទៅជាមួយគាត់ដែរទៅដើម្បីជួយវាយគាត់ចឹងណាអូយក៏ចុះភ្លាមមេឃល្ងិតភ្លាមតែម្ដងអូយសាហាវខ្លាំងមែនតើឥឡូវនេះពីមួយគឺយើងបានវាយងាប់បាត់ហើយឥឡូវយើងចាប់ច្រកចូលបាវហើយយើងចូលទៅក្នុងផ្ទះបន្តទៀតថាមានអីខ្លះអូខេយើងចាប់ស៊ុំប៊ីច្រកចូលបាវហើយយើងទៅប្រទេសភ្លើងយើងវិញដើម្បីការពារខ្លួនព្រោះអីមេយប់ចឹងស៊ុំប៊ីច្រើនណា
បន្តមកយើងក៏បានចូលមកក្នុងប្រទេសភ្លើងហើយយើងក៏ចាប់ផ្ដើមចេញដំណើរទៅមុខបន្តទៀតហើយយើងក៏មិនຕົកយូរដែរយើងចាប់ផ្ដើមបោះឲ្យបាននេះចូលទៅក្នុងភ្នក់ភ្លើងតែម្ដងទៅអូខេឥឡូវយើងក៏ចាប់ផ្ដើមចេញដំណើរទៅបដាហើយចាំមើលថាទៅមុខទៅទៀតវាមានរឿងអីកើតឡើងមិនដឹងថាលេងបានប៉ុន្មាននាទីទៀតទេព្រោះអីអត់សូវចេះលេងអញ្ចឹងណាសាំតប៉ែមែនប៉ះចំរហូតហ្នឹងប៉ះចំក៏ច្រឡំคลิกវារហូតអត់យល់គឺថាពិបាកលេងខ្លាំងមែនតើហាហ្គេមនេះអត់ចង់បើកទេតែវាអូយញ៉ៃខ្លាំងណាស់អស់ឡើយហ្នឹងគឺធ្លាក់กระดาษកាសែតមួយបាត់ទៅហើយគឺអត់មានអីបាំងទៀតទេអញ្ចឹងយើងនៅទាំងផលប្រផាត់ហើយហើយកន្លែងនេះភ្ញាក់ Monster ទេគឺមកចំកណ្ដាលមុខតែម្ដងហើយយើងក៏ចាប់ផ្ដើមយកប៉ែលវាយក្បាលវារហូតដល់ងាប់ហើយឈាមរបស់យើងក៏ចាប់ផ្ដើមចិត្តអស់ផងដែរយើងក៏ចាប់ផ្ដើមមូឈាមតែម្ដងទៅហើយក៏ចាប់ផ្ដើមចេញដំណើរទៅមុខបន្តទៀតរហូតដល់មេឃភ្លឺគឺរហូតដល់មេឃភ្លឺឥឡូវនេះយើងក៏ចាប់ផ្ដើមបន្តដំណើររហូតទៅដល់ខាងមុខបន្តិចទៀតជាមួយថាមានរឿងអីកើតឡើងហើយយើងក៏បានឃើញជាមួយនឹងភូមិមួយដែលភូមិមួយនោះគឺសម្បូរទៅដោយស៊ុំប៊ីច្រើនមែនតែនហើយស៊ុំប៊ីក៏បានព្យាយាមបាញ់ជាច្រើនគ្រាប់ហើយចំណែកឯគ្នារបស់ខ្ញុំគាត់ក៏បានឃើញដូច្នេះគាត់ក៏បានកាន់ប៉ែលមួយគាត់រត់ចូលតែម្ដងគាត់មិនខ្លាចស្លាប់នោះទេហើយខ្ញុំឃើញហ្នឹងក៏ចាប់ដើមរត់ចូលទៅតែម្ដងដែរទៅគឺមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេចាំមើលសិនមានឯណាគាត់ធ្វើបាបខ្ញុំហមមិនដឹងគាត់ក៏ចាប់ដើមរត់បកថយមកក្រោយវិញគឺឡើងមកលើទេភ្លើងឡើងផាសកញ្ញាំតែម្ដងបន្ទាប់ពីឡើងមកដល់លើរទេះភ្លើងវិញហើយក៏ចាប់ដើមយកប៉ែលហ្នឹងយកទៅវាយក្បាលស៊ុំប៊ីតែម្ដងខ្ញុំក៏បានហក់ចូលទៅលើរទេះភ្លើងទៅវាយក្បាលស៊ុំប៊ីមានកំភ្លើងក៏បានស្លាប់ត្រឹមហ្នឹងតែម្ដងទៅបន្ទាប់មកគ្នារបស់ខ្ញុំក៏បានជប់ជីវិតខ្ញុំឲ្យរស់ឡើងវិញយើងក៏អត់ចាំយូរផងដែរយើងក៏បានដាក់សាកសពស៊ុំប៊ីចូលទៅក្នុងប្រទេសភ្លើងដើម្បីបន្តដំណើរទៅមុខទៀតហើយគ្មានអ្នកណាគិតដល់ដូចមិត្តភក្តិខ្ញុំទេគាត់ក៏បានហក់ទៅលើប្រទេសភ្លើងទៅវាយស៊ុំប៊ីបន្តទៀតហើយខ្ញុំឃើញដូច្នេះក៏បានហក់ទៅលើប្រទេសភ្លើងទៅវាយស៊ុំប៊ីជាមួយគាត់ដែរទៅហើយក៏បានជួបជាមួយនឹងស៊ុំប៊ីតាអាចារ្យគឺជាស៊ុំប៊ីតាអាចារ្យនៅព្រះវិហារនៅក្នុងហ្គេមហ្នឹងអញ្ចឹងហើយក៏បានចាប់តាអាចារ្យម្នាក់នោះដាក់ក្នុងបាវហើយក៏បានបន្តទៅវាយស៊ុំប៊ីមានកំភ្លើងបន្តទៀតតែអ្នកណាទៅដឹងថាវាវាយឈឺដំឡើងក៏បានស្លាប់ទាំងពីរតែម្ដងទៅអូខេហ្គេមយើងគឺបានមកដល់ទីបញ្ចប់ហើយបើសិនជាចង់មើលវគ្គ2បន្តទៀតអញ្ចឹងសូមខមមិនម្នាក់មួយមកថាចង់មើលវគ្គ2អូខេហើយកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តដល់ admin ក្នុងការធ្វើវីដេអូបន្តទៀតអញ្ចឹង Goodbye everyone